សួស្តីអ្នកទាំងអស់គ្នាដើម្បីការពារកុំឲ្យមានស្នាមពេលយើងសើចបន្ត្រកក្រោមភ្នែកដែលគេហៅថា ice bath ឬជ្រួញនៅលើថ្ងាសយើងអាចអនុវត្តតាមគាត់បានទាំង3ចំណុចហ្នឹងបញ្ជាក់ពីភាព stress ភាពមានអាយុរបស់យើងអញ្ចឹងយើងយកដៃមកម៉ាស្សាក្រោមចង្កានេះទៅព្រោះពេលយើងចាស់ឬក៏ពេលយើង stress បបូរមាត់យើងអាចកាន់តែធ្លាក់អញ្ចឹងទៅអញ្ចឹងយើងម៉ាស្សាកន្លែងហ្នឹងដើម្បីឲ្យកុំឲ្យវាមានភាពជ្រាលឡើងតែមុននឹងធ្វើវាយើងគួរលាប moisturizing cream ផងដើម្បីឲ្យស្បែកយើងទន់ងាយស្រួលម៉ាស្សាអញ្ចឹងមិញចកាបន្ទាប់មកមើលនេះតាមគាត់ហ្នឹងយើងលុញនៅក្រោមច្រមុះហើយយើងទាញឡើងមួយមុខទាំងចកានិងក្រោមច្រមុះមួយមុខធ្វើបាន30វិនាទីតបមកនៅក្រោមភ្នែកយើងទាញពីក្បាលភ្នែករហូតទៅសៀតផ្កាធ្វើដូចគ្នា30វិនាទីបន្តមកយើងយកចង្អុលដៃរបស់យើងហ្នឹងទាញចើមយើងឡើងដើម្បីបន្តឹងស្បែកថ្ងាសរបស់យើងទាញដូចគ្នា30វិនាទីរាល់ព្រឹក